Việc xuốngបងបាទមួយទៀតនេះខ្ញុំមិនសូវបានចេញវីដេអូទាក់ទងនឹងការរលួយជាមួយនឹង Facebook ទេបងប្អូនដោយសារតែវារបូតជាមួយការងារបាទហើយតែដែរគឺខ្ញុំឆ្លៀតពេលចែករំលែកបន្តិចដែរបងប្អូនដោយសារថាមួយទៀតនេះឃើញផ្ទុះការវិញ្ញាខ្លាំងទេបងប្អូនមិនថាដៃចាស់ឬដៃថ្មីទេក៏បានចែករំលែកទៅការថាយើងគួរផុសវីដេអូតិចឬក៏ច្រើននៅលើ page របស់ខ្ញុំបាទហើយការចែករំលែកនេះក៏មិនមែនខ្ញុំជាអ្នកខ្លាំងទេអ្វីខ្ញុំចែករំលែកនៅក្នុងថ្ងៃនេះគឺជាបទពិសោធន៍របស់ខ្ញុំផងដែរបាទចំពោះបងប្អូនដែលបង្កើត page ចង់លុយជាមួយ Facebook បាទគឺចំពោះបងប្អូនដែលបង្កើត page ថ្មីបាទគឺបងប្អូនបាទគឺតាមគំនិតរបស់ខ្ញុំគឺបងប្អូនគួរតែផុសវីដេអូទៅបងប្អូនបើមិនយើងបង្កើត page ថ្មីយើងគួរតែផុសឲ្យបានច្រើនដោយសារតែ page ថ្មីយើងអត់សូវមានវីដេអូទេអត់សូវមានអ្នកស្គាល់អត់សូវមានតាមដានអត់សូវមានអ្នក like comment ឬក៏ follow page របស់យើងទេដូច្នេះគឺបងប្អូនគួរតែបុកទៅមិនថារូបភាពវីដេអូ story វីដេអូវែងវីដេអូខ្លីទេបងប្អូនផុសចាប់ពីចន្លោះ5 6 7 8 4 10វីដេអូទៅបាទរហូតដល់វីដេអូយើងមានរហូតចាប់ពី100ឬក៏200វីដេអូដូច្នេះមានន័យថា page របស់យើងក៏មានអ្នកស្គាល់ច្រើនទៅលេងជាមួយគ្នាមានអ្នក like comment ច្រើនហើយ follow របស់ page របស់យើងក៏ចាប់ដើមមានដូច្នេះគឺតាមគំនិតរបស់ខ្ញុំគឺបងប្អូននៅពេលដែលយើងមានចាប់ពី100វីដេអូឡើងចុះដល់200គឺបងប្អូនគួរតែបន្ថយការផុសបងប្អូនបាទគឺតាមបទពិសោធន៍របស់ខ្ញុំគឺយើងផុសមួយថ្ងៃតែ3បានណាបងប្អូនបាទគឺមិនថា story វីដេអូរូបភាពទេគឺបងប្អូនគួរតែផុសនៅពេលព្រឹកមួយបាទគឺពេលព្រឹកចន្លោះពីម៉ោង6ម៉ោង7ឬក៏ម៉ោង5តាមបងប្អូនមានពេលផុសទៅហើយបន្ទាប់មកទៀតគឺផុសនៅពេលថ្ងៃគឺចាប់ពីម៉ោង11រហូតដល់ម៉ោង2 3 4បាទគឺបងប្អូនតនេពេលណាបងប្អូនមានសមត្ថភាពផលិតវីដេអូរូបភាពឬក៏ story មានអ្វីដែលចែករំលែកគឺបងប្អូនផុសទៅហើយ3មួយទៀតគឺពេលយប់បាទគឺពេលយប់គឺបងប្អូនដាក់មួយទៀតទៅយើងដាក់មួយថ្ងៃ3ឬក៏បងប្អូនអាចតិចចឹងក៏បានដែរពេល យើងមានអ្នក follow ឬក៏តាមដានច្រើនហើយបងប្អូនកុំផុសយ៉ាងពេកពេលខ្លះគឺគេអាចធុញដែរមិនថាគេធុញឬក៏អ្នកដែលតាម like comment យើងទេគឺ fan របស់យើងក៏គាត់និយាយថាមិនថាគេខ្ញុំវាញឹកពេកទៅរោពេលចុច like comment អត់ចង់ទឿនអត់មានពេលស្ដាប់បងប្អូនដូច្នេះគឺបងប្អូនអាចនិយាយទៅដូចខ្ញុំនិយាយនឹងវីដេអូដែលយើងផុសទៅ3បានហើយព្រឹកមួយថ្ងៃមួយល្ងាចមួយទៅវាកំច្រើនពេកពេលខ្លះ fan របស់យើងវាពិបាកក្នុងការ like comment ដែរបើមិនជាពេលយើងតូចអត់អីទេយើងបុកសិនទៅយើងបុកមួយខែ2ខែនោះបុកទៅ4 10វីដេអូទៅមួយថ្ងៃទៅពេលយើងចាប់ដើមមានអ្នកមើលហើយគឺយើងបន្ថយដៃបងប្អូនយើងផុសព្រឹកមួយល្ងាចថ្ងៃមួយឬក៏ព្រឹកមួយល្ងាចមួយឬក៏មួយថ្ងៃមួយទៅធ្វើម៉េចឲ្យវាបានមួយឬក៏2 3កុំឲ្យវាស្ងាត់ពេកបងប្អូនវាយើងអត់ផុសពេកក៏វាស្ងាត់ពេកយើង Facebook វាអត់រុញដែរយើងបានថ្ងៃមួយពី3ទៅតេហើយយើងទៅឆ្លៀតពេលលេងការ like comment ជាមួយគ្នាផងមិនសិនយើងផុសហើយយើងអត់លេងមួយគេក៏ Facebook អត់រុញហើយ page យើងក៏អត់រីកផងដែរបាទហើយចំពោះថ្ងៃនេះគឺខ្ញុំថតវីដេអូជាមួយនឹង iPhone ម្ដងបងប្អូនសារវគ្គមុនយើងថតជាមួយ Android ទេបាទគឺវាលឺសលេងច្បាស់ល្អបងប្អូនពេលយើងថតជាមួយ iPhone ខ្ញុំមានអារម្មណ៍ថាសំឡេងដូចតិចជាងបងប្អូននេះវីដេអូមុនខ្ញុំធ្វើតេស្តជាមួយម៉ៃតែវីដេអូនេះគឺខ្ញុំថតនឹងមិត្តទើដូច្នេះបងប្អូនជួយឲ្យមតិផងដោយសារវីដេអូមុនចែករំលែកទៅបងប្អូនយើងអត់មានអ្នកណាជួយ comment ទៅពេលយើងអត់ដឹងដែរថាវីដេអូរបស់យើងវាលឺខ្លាំងឬក៏តិចបាទពេលខ្លះគឺបងប្អូនប្រើទូរស័ព្ទ Android អានឹង iPhone គឺខុសគ្នាមិនថាបងប្អូនមើលទៅលើ social media ជា Facebook YouTube នេះសំឡេងខុសគ្នាហើយទី2ការ record សំឡេងក៏ខុសគ្នាដែរដូច្នេះគឺលើកមុនខ្ញុំប្រើ Android ចេះគឺវាមានផលវិបាកដោយសារតែ Android យើងអាចថតវីដេអូដល់កម្រិត 4K ទេហើយរូបភាពក៏វាអត់ទៅរួចជាមួយ iPhone ដែរបងប្អូនដូច្នេះប៉ុន្តែខ្ញុំថត Android ខ្ញុំវាមានផលប្រយោជន៍ម្យ៉ាងក្នុងថាវាលឺសំឡេងច្បាស់និយាយបាទដាក់ម៉ៃទេដាក់ទៅនិយាយទៅលឺកោកយើងបើកមើលទៅច្បាស់ល្អប៉ុន្តែខ្ញុំចាប់ដើមថតវីដេអូនេះវាមានច្រឡំវីដេអូចាប់ដើមថតជាមួយ iPhone នេះវាមានផលចំណេញម្យ៉ាងបាទគឺវាបានវីដេអូរូបភាពច្បាស់ប៉ុន្តែសំឡេងដូចជាតិចឬក៏វាអត់ទាន់រកចំណុចណាដែលត្រូវបើសិនជាបងប្អូនមានបទពិសោធន៍បងប្អូនជួយ comment ផងបាទតោះឥឡូវវីដេអូរបស់យើងក៏មានតែប៉ុណ្ណេះដែរបើសិនជាមានកំហុសខុសឆ្គងលើសលួសនៅពាក្យសម្ដីណាមួយសូមបងប្អូនកាន់តែអធិស្ឋានផងបាទកុំភ្លេចជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ